បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងបន្តការគូសជួយយើងបន្តទៀតដែលថាពីប្រូមុនយើងបានគូសឬហើយជួយតាមដើមនៅក្នុងថ្ងៃនេះខ្ញុំសូមជួយការបង្ហាញពីការគូសជើងជាមួយដើមវិញម្ដងបាទតែលើតែគូសជើងជាមួយដើមរបស់យើងគឺយ៉ាងម៉េចឥឡូវខ្ញុំសូម copy ជើងវាពីកាត់5ទឹកក្នុងដើមមកបាទបងប្អូនដឹងថាពីអាក់គ្រឹះមួយទៅអាក់គ្រឹះមួយគឺយើងត្រូវការវា 3D បើយើងជួយ copy ទៅ1500ដល់នេះទៀតវាឡើង 3000 អូខេតែយើងមក3ដែរមកបន្តមកសា copy ឡើងទៅតាមទឹក y ម្ដងវា 3D ដូចគ្នាខ្ញុំស្មើនឹង 1500 អូខេឥឡូវខ្ញុំចាប់ដើមការបញ្ចូលពីអាក់គ្រឹះទៅកេមខាងគ្រឹះវិញបាទឥឡូវខ្ញុំសូមតែ offset វាបងប្អូនដឹងហើយ offset យើងចេញពីអក្សរគ្រឹះមកដល់កេមខាងគ្រឹះរបស់យើងគឺមកដេកខ្លះអញ្ចឹងដេកខ្លះស្មើនឹង750ណាបាទពីoffset វា offset វាបាទហើយយើងធ្វើបានខាងគ្រឹះហើយអញ្ចឹងយើងលុបតតក្រុមរបស់យើងចំចំអូខេខ្ញុំឲ្យ comment all easy អូខេវិញមកប្រាប់វិញហើយវាចាប់តែមិនសិនមួយទៀតបាទឥឡូវនេះខ្ញុំจะចាប់ឡើងទៅនេះអូខេខ្ញុំឲ្យ enter ខ្ញុំដាក់ជើងយើងហើយសក់គ្រឹះចំឡើងមកហើយបាទតោះខ្ញុំសូម copy សក់គ្រឹះពីគេនេះមកនេះ6ដើមអត់ដូចថា5ដើមបងប្អូនយើង copy តែអក្សរគ្រឹះទៅហើយអូខេពីតោះមកខ្ញុំจะចាប់តាមសិនវាមកទីហើយខ្ញុំកាត់ពីកេមគឺពីកេមខាងគ្រឹះមកនេះសគ្រឹះទៅមកខ្ញុំប្រើ DCO ខ្ញុំចាប់ពីអាគ្រឹះរួចពីអាគ្រឹះទៅខាងគ្រឹះតបទៀតខ្ញុំប្រើ command DBA ខ្ញុំប្រើ Subhead មកហើយ Top line
แบบបងប្អូនក្នុងការYouTube អាចជួយមួយដើមនេះវាមានតាមមកយើងនិយាយថា x និង y ឥឡូវខ្ញុំសូមធ្វើការកុំx ទីទៀតខ្ញុំនឹងអានទៅតាម y ទៀតវាខុសពីអា4ដើមនិង5ដើមសូមទៀតចាប់ពីនេះមកជុំជាខណៈបានស្ដាប់មកមុនក៏បានជួយមកបានសូមមកទៅបាន BCO ខ្ញុំបានសរសេរតាមខ្ញុំឆ្លៃទាំងពីរមកការរៀបចំតាមចឹងបាទឥឡូវរួចទៅហើយបងប្អូនយើងចាប់បានធ្វើការបញ្យោលវាមកណាសូមធ្វើការ HL enter V enter សូមការផ្សំផ្នែកគ្រឹះមុនអូខេតោះមក HL enter V enter trong kênh của nó để hơi intern ta thì ổn thế lúc thế và để mà plan cứ thấy chúng chọn làm bây giờ enter trong vì chúng chọn làm sao cứ mong sao cứ mình bây giờ thì xong rồi enter no tenemos que hacer. Online tiếp. Line tiếp. Và pertama yang kita copy ini kita copy dari Samsung terima
នេះ stem កន្លងសតទីហ្នឹងគាត់ enter យើងធ្វើការសតវិញបាទខ្ញុំ enter ដើម្បីយក post តាមកន្លងយើងសតទីបាទអូខេតែធ្វើចាំមកបាទនេះទូបានសគ្រឹះចំនួន6ដើមតែនេះខ្ញុំសូមចាក់អបអរនេះតាមទិស x យើងនឹងមានរបៀបគូសមួយទៀត6ដើមចឹងដែរតែតាមទិស y វិញបាទអូខេឥឡូវខ្ញុំយកនេះsymbol នេះដាក់ឲ្យចដល់ x y នេះគូបានតាមទិស x នៅតាមទិស y ទៀតខ្ញុំសូមគូពី y ទៀតយើងបានយ៉ាងនេះទឹក x នៅទឹក y ទៀតពេលយើងគូខាងហ្នឹងទៅយើងឃើញមួយទៀតបាទឥឡូវទឹក y ខ្ញុំសូមតនៅវីដេអូខលទៅដើម្បីបងប្អូនមើលយើងពេកបាទឥឡូវខ្ញុំសូមចាប់វីដេអូនេះសូមអរគុណបងប្អូន